Ôi dồi, nhé sạch hàng mía lên mùi protocol ní có krau pal ở than tiếng bay hai bông bồn ngày mà phây pram bay mi tana chân năm pi pon mà phây pram khang múc mình men tại bây giờ bắt pa cho mùi nâng sọc thi nụ tí sôm bay tại kru tôi bây giờ hả có trâu pa cho mùi nâng cái là có Trim bông bồn trim tai trò chẹp này hỏi sập bài hô cần chiêu tơ សម្រាប់មហាព្រឹត្តិការណ៍ដ៏កក្រើកនិងធំសម្បើមពីខាងស្ថានីយទូរទស្សន៍ហងមាសសហការជាមួយនឹងទឹកពិសាកម្ពុជានោះគឺព្រឹត្តិការណ៍ Extreme Power Boom អញ្ចឹងជំវិញតកតងជាមួយនឹងបែកភាពនៃកីឡាករបងប្អូនបានដឹងច្បាស់ហើយនោះគឺពេជ្រសម្បត្តិក្របីព្រៃមុខដែកប៉ះជាមួយនឹងកីឡាករសុកធីដែលជាគូគួរឲ្យចាប់អារម្មណ៍បំផុតហើយបងប្អូននៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះទន្ទឹមនឹងនេះផងដែរបងប្អូនមិនមែនមានតែពេជ្រសម្បត្តិនឹងសុកធីនោះទេសូម្បីតែគ្រូតូចពេជ្រសង្ហាដែលជាប្អូនបង្កើតរបស់ពេជ្រសម្បត្តិហើយជាកីឡាករដែលបាននឹងកំពុងតែឡើងជើងខ្លាំងក៏មានវត្តមានផងដែរដែលត្រូវប៉ះជាមួយនឹងកីឡាករមួយរូបទៀតនៅក្លឹប KKIF នោះគឺ Dim Sarom អញ្ចឹងល្អប៉ះស្អាតក្លឹមប៉ះខ្លាំងខណៈអាចនិយាយឲ្យខ្លីថាទាំង Dim Sarom ទាំងសុកធីគាត់គឺជាជើងខ្លាំងនៅក្លឹប KKIF ដែលឡែក Thu Prader ពេជ្រសម្បត្តិហើយនឹងពេជ្រសង្ហាគឺជាជើងខ្លាំងនៅក្លឹបរបស់លោកគ្រូពេជ្រសផានដូចគ្នាហើយយ៉ាងណាជំវិញតើតើជាមួយនឹងលក្ខខណ្ឌសម្រាប់ពេជ្រសង្ហាប៉ះជាមួយនឹង Dim Sarom គឺត្រូវលេងបែបលក្ខណៈកង់ចេញមករៀម5ទឹកបងប្អូនហើយប្រគួតដែលដើមពៀន Extreme Power Boom ហើយដែលឡែកយើងបកទៅកាន់ពេជ្រសម្បត្តិនឹងសុកធីវិញគឺត្រូវលេងបែបលក្ខណៈកង់ធំធម្មតាលេង5ទឹកមួយចូលខ្លួនតែម្ដងហើយទន្ទឹមនឹងនេះផងដែរសម្រាប់ជំនួបនេះគឺខាងកម្មវិធីបានដាក់ខ្សែក្រវ៉ាត់មួយខ្សែផងដែរនោះគឺខ្សែក្រវ៉ាត់ដែលមានឈ្មោះថា Super Diamond ហើយខ្សែក្រវ៉ាត់នេះទៀតសោតគឺបើតាមការដែលបញ្ជាក់ពីសំណាក់លោកគ្រីពីឡុតនឹងបានឲ្យដឹងថាអ្នកដែលឈ្នះជើងឯកខ្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់ Super Diamond នឹងគាត់នឹងមានឱកាសក្នុងការដែលស្នើទៅលេងជាមួយនឹងគេហៅថាការប្រកួតដណ្ដើមខ្សែក្រវ៉ាត់មាសឬក៏ការប្រកួតដណ្ដើមខ្សែក្រវ៉ាត់មាស Super Gold ដែលខ្សែក្រវ៉ាត់មាសនៅ Kimbora ខ្សែក្រវ៉ាត់មាស Super Gold នៅពេជ្រសម្បត្តិគឺលេងបែបលក្ខណៈកង់ចេញមករៀម5ទឹកនឹងឯងអញ្ចឹងបើពេជ្រសម្បត្តិឈ្នះគាត់អាចនឹងប៉ះកីឡាករ Kimbora ជាលើកទី2ហើយអាចនិយាយខ្លីថា Kimbora ហ្នឹងក៏គាត់មានបំណងចង់លេងជាមួយនឹងពេជ្រសម្បត្តិផងដែរក្រោយបរាជ័យកាលពីប្រហែលខែមុនយើងឃើញហើយគឺគាត់របូតខ្សែក្រវ៉ាត់ទៅពេជ្រសម្បត្តិនៅរហូតដល់សប្តាហ៍ថ្ងៃនឹងឯងគឺខ្សែក្រវ៉ាត់គ្រុឌគុណខ្មែរហើយឥឡូវនេះបើពេជ្រសម្បត្តិគាត់អាចក្លាយទៅជាម្ចាស់ជើងឯកនោះនឹងប៉ះគ្នាម្ដងទៀតបងប្អូននេះបើតាមការដែរឲ្យដឹងពីសំណាក់លោកគ្រីពីឡុតហើយម្យ៉ាងវិញទៀតប្រសិនបើកីឡាករសុកធីឈ្នះគាត់អាចក្រងនឹងខ្សែក្រវ៉ាត់ Super Diamond បានគាត់ក៏អាចលេងជាមួយនឹងពេជ្រសម្បត្តិជាបន្តបន្ទាប់ទៀតឲ្យតែគាត់ហ៊ានលេងកង់ចេញមករៀមបងប្អូនគឺខ្សែក្រវ៉ាត់មាស Super Gold ដែលពេជ្រសម្បត្តិបាននឹងកំពុងតែក្រងនឹងឯងអញ្ចឹងយើងដឹងហើយហងមាសគឺការដែលរៀបចំយើងឃើញហើយមានគេហៅថាចង្វាក់នៃការដែលពាក់ព័ន្ធគ្នាជាបន្តបន្ទាប់តែម្ដងដូច្នេះយើងចាំតាមដានជាបន្តបន្ទាប់បងប្អូនហើយយ៉ាងណាអ្វីដែលគួរឲ្យចាប់អារម្មណ៍ពីគូនេះគឺដឹងតែផ្អើលដឹងតែក៏ក្រើកអស់ឋានទាំង3ហើយទន្ទឹមនឹងនេះផងដែរការរៀបចំគឺធ្វើឡើងនៅចុងខែនេះឯងនៅថ្ងៃទី28ខែមិថុនាឆ្នាំ2025ព្រឹត្តិការណ៍ Extreme Power Boom